រយៈពេលពេញមួយសប្តាហ៍ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសណ្ដាននៅតាមបណ្ដាឃុំទាំង9នៃស្រុកសណ្ដានបាទក្នុងវេទិកានេះគឺចង់បង្ហាញអំពីបាទសកម្មភាពការងាររបស់ក្រុមប្រឹក្សាស្រុកក៏ដូចជាគណៈអភិបាលស្រុកដែលសម្រេចបានរយៈពេល1ឆ្នាំក៏ដូចជាផែនការនិងទិសដៅសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់បាទហើយលើកឡើងអំពីតួនាទីភារកិច្ចនិងសិទ្ធិអំណាចរវាងក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលថាតើតួនាទីរបស់ក្រុមប្រឹក្សាស្រុកមានតួនាទីធ្វើអីខ្លះហើយគណៈអភិបាលស្រុកមានតួនាទីធ្វើអីខ្លះហើយសិទ្ធិអំណាចគឺសម្រាប់អនុវត្តត្រឹមណាព្រោះពេលខ្លះបងប្អូនប្រជាពលរដ្ឋយើងលោកភិកច្រើនពុំទាន់បានជ្រាបច្បាស់នៅឡើយទេបាទមួយចំនួនគឺបានដឹងខ្លះប៉ុន្តែមួយចំនួនគឺប្រហែលជាពុំទាន់បានដឹងទេបាទអំពីតួនាទីនិងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាស្រុកបាទហើយក្នុងនោះក៏បានវេទិកាក្រុមប្រឹក្សាស្រុកក៏បានលើកឡើងបានអំពីរបាយការណ៍បាទសកម្មភាពបាទស្ថានភាពថវិកាបាទដែលក្រុមការងារថ្នាក់ជាតិដែលបានវិភាគបាទមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចាត់ចែងទៅលើថវិកាក្នុងការងារអភិវឌ្ឍបាទនៅតាមស្រុកតាមឃុំបាទនៅតាមមូលដ្ឋានដូចជាការងារអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំវិស័យសុខាភិបាលក៏ដូចជាវិស័យផ្សេងទៀតបាទដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋបាទនៅមូលដ្ឋានបាទហើយក្នុងនោះលោកប្រធានក្រុមប្រឹក្សាស្រុកនិងលោកអភិបាលនៃគណៈអភិបាលស្រុកក៏បានអញ្ជើញចូលរួមជាអធិបតីបាទនៅក្នុងពិធីវេទិកានេះផងដែរបាទហើយក្នុងនោះមានលោកស្រីដែលជាអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដានបាទហើយសមាជិកផ្សេងទៀតមានការអញ្ជើញចូលរួមពីបងប្អូនលោកប្រធានអនុប្រធានកាយឡាយចំណុះរដ្ឋបាលស្រុកបាទនិងកងកម្លាំងទាំង3បាទមានលោកអធិការបាទមេប៉ុស្តិ៍បាទផ្នែកសឹករងក៏ដូចជាមន្ត្រីបាទប្រធានមេបញ្ជាការកងរាជអាវុធហត្ថជាដើមបាទហើយក្នុងវេទិកានេះគឺចង់ឆ្លើយឲ្យបងប្អូនបាទប្រជាពលរដ្ឋបាទមានបញ្ហាសំណួរសំណូមពរឬចម្ងល់ផ្សេងដែលជាតម្រូវការរបស់បងប្អូននៅមូលដ្ឋានគឺអង្គវេទិកាគឺចង់ឲ្យបងប្អូនលើកឡើងបាទប៉ុន្តែការលើកឡើងនេះគឺតាក់ទងទៅនឹងប្រធានបទបាទដែលមាន4-5បាទប្រធានបទតាក់ទងទៅនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយនៅវិធានការគ្រប់គ្រងធនធានធម្មជាតិបាទដូចជាព្រៃឈើជាដើមបាទហើយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពបាទហើយនឹងការគ្រប់គ្រងសម្រាមនៅតាមទីប្រជញ្ញជនបាទហើយនឹងចុងក្រោយគឺបញ្ហាផ្សេងបាទជុំវិញប្រធានបទទាំង5នេះគឺសម្រាប់ឲ្យបងប្អូនបាទដែលចូលរួមនៅក្នុងវេទិកាបាទលើកឡើងតាក់ទងទៅនឹងប្រធានបទទាំង5ខាងលើនេះបាទហើយបងប្អូនមានបញ្ហាចម្ងល់បាទលើបញ្ហាផ្នែកណាមួយបងប្អូនអាចលើកឡើងបាទជាសំណូមពរជាសំណួរឬក៏បងប្អូនអាចសរសេរជាกระดาษបាទសរសេរជាกระดาษដើម្បីឲ្យមកក្រុមការងារយើងដើម្បីធ្វើការរៀបចំបាទហើយនឹងមានការិយាល័យអង្គភាពជំនាញបាទសម្រាប់ជួយបាទបកស្រាយបាទឆ្លើយបំភ្លឺរាល់បញ្ហាឬចម្ងល់ផ្សេងរបស់បងប្អូនបាទការិយាល័យជំនាញគឺរងចាំបាទឆ្លើយបំភ្លឺជូនបងប្អូនបាទដែលបងប្អូនមានចម្ងល់បាទហើយវេទិកាក្រុមប្រឹក្សានេះផងដែរគឺมันអាចឲ្យលើកតាក់ទងទៅនឹងរឿងនយោបាយទេបាទវេទិកានេះគឺដើម្បីឲ្យបងប្អូនលើកឡើងតាក់ទងទៅនឹងការអភិវឌ្ឍបាទ
មូលដ្ឋានបាទស្រុកភូមិរបស់បងប្អូនទេបាទអត់ឲ្យលើកឡើងទាក់ទងទៅរឿងនយោបាយទេបាទអញ្ចឹងរាល់ចម្ងល់បាទរបស់បងប្អូនដែលបានលើកឡើងបាទគឺកាយឡាយជំនាញនិងព្យាយាមបាទបកស្រាយបាទឆ្លើយបំភ្លឺជូនបងប្អូនបាទបើសិនជាបញ្ហាណាដែលធំបាទកម្រិតធំលើសឃុំលើសស្រុកឃុំស្រុកมันអាចដោះស្រាយបានគឺអាជ្ញាធរឃុំក៏ដូចជាស្រុកនឹងយកបាទចម្ងល់ក៏ដូចជាបញ្ហាសំណួរឬសំណុំពររបស់បងប្អូនបាទជូនទៅថ្នាក់លើបាទដើម្បីដោះស្រាយបន្តទៀតបាទហើយរាល់បញ្ហារបស់បងប្អូនផងដែរបងប្អូនអាចលើកឡើងបាទតាមរយៈសំណួរផ្ទាល់មាត់ក៏បានដែរបាទបើសិនជាបងប្អូនក្លាហានបងប្អូនអាចឡើងបាទកាន់ក្បាលមីក្រូបាទនិយាយផ្ទាល់មាត់ក៏បានដែរបាទដោយសារនៅក្នុងអង្គវេទិកានេះគឺមានកន្លែងអង្គភាពជំនាញក៏ដូចជាលោកមេឃុំសម័យបាទនៅរងចាំបកស្រាយនិងឆ្លើយបំភ្លឺជូនបងប្អូនបាទព្រោះចម្ងល់ឬបញ្ហារបស់បងប្អូនគឺជាបញ្ហានៅមូលដ្ឋានបាទសម្រាប់ពេលខ្លះអាជ្ញាធរបាទទាំងឃុំទាំងស្រុកបាទមានចំណុចបាទមើលមិនគ្រប់ជ្រុងជ្រោយទេបាទអញ្ចឹងមានតែបងប្អូននៅមូលដ្ឋានទេបាទដែលដឹងថាការលំបាកជាក់ស្ដែងបាទមិនមែនថាអាជ្ញាធរឃុំអាជ្ញាធរស្រុកមិនមើលទេបាទគឺមើលបាទមើលពេលខ្លះមើលឃើញបាទនៅការលំបាកនិងទុក្ខលំបាករបស់បងប្អូនហើយប៉ុន្តែលទ្ធភាពក៏ដូចជាផែនការថវិកាឧទាហរណ៍ថាបងប្អូនចង់បានផ្លូវបាទចង់បានផ្លូវមួយស្អាតប៉ុន្តែផ្លូវដែលបងប្អូនចង់បានហ្នឹងគឺថវិកាវាមិនទាន់គ្រប់គ្រាន់ទេបាទណាមួយការងារអភិវឌ្ឍមិនមែនតែផ្លូវមួយមុខទេបាទគឺមានទីកន្លែងបាទសម្រាប់អភិវឌ្ឍជាច្រើនបាទប៉ុន្តែក្នុងនោះការងារអភិវឌ្ឍរបស់ឃុំគឺថវិការបស់ឃុំមួយឆ្នាំមានម្ដងហើយឃុំត្រូវប្រជុំបាទផ្សព្វផ្សាយក៏ដូចជាប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំនឹងដើម្បីរកមើលនៅគម្រោងណាដែលជាអត្ថប្រយោជន៍បាទជាមុនសិនបាទគម្រោងណាដែលចាំបាច់ហើយឃុំនឹងលើគម្រោងជាអត្ថប្រយោជន៍ដើម្បីអនុវត្តបាទដើម្បីអនុវត្តជាជំហានបាទมันអាចធ្វើមួយឆ្នាំបានទាំងស្រុងឬបានទាំងអស់នោះទេបាទអញ្ចឹងការងារខ្លះបងប្អូនពិតជាមានការលំបាកប៉ុន្តែឃុំនឹងព្យាយាមធ្វើបាទបន្តបន្ទាប់ទៅតាមដំណាក់កាលបាទអញ្ចឹងបងប្អូនសូមយោគយល់បាទការងារនេះប៉ុន្តែរាល់បញ្ហាឬចម្ងល់សំណួរសំណុំពររបស់បងប្អូនបាទអាជ្ញាធរស្រុកឃុំនឹងប្រជុំពិភាក្សាដើម្បីដោះស្រាយបាទថាបញ្ហាណាដោះស្រាយបានត្រឹមកម្រិតឃុំហើយបញ្ហាណាដោះស្រាយបានត្រឹមកម្រិតស្រុកបាទហើយបញ្ហាដែលធំលើសកម្រិតឃុំកម្រិតស្រុកគឺអាជ្ញាធរនឹងធ្វើសំណើបាទធ្វើសំណើចំពោះសំណួរសំណុំពរឬបញ្ហារបស់បងប្អូននឹងជូនទៅថ្នាក់លើទៀតដើម្បីឲ្យថ្នាក់លើធ្វើការសម្រេចបាទហើយសូមអរគុណដល់បងប្អូនដែលបានចូលរួមបាននៅក្នុងកម្មវិធីវេទិកាបាទទូទាំង9ឃុំបាទរយៈពេលពេញមួយសប្តាហ៍នេះបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់បងប្អូនដែលបានចូលរួមទស្សនានៅវីដេអូរបស់ខ្ញុំបាទអញ្ចឹងសូមអរគុណបាទអរគុណច្រើនជម្រាបលា